បាទថ្ងៃនេះគឺខ្ញុំសូមមកធ្វើការ review ទៅលើប្រភេទគម្រោងផ្ទះវិឡាតូលមួយដែលយើងបានធ្វើការសិក្សាប្លង់ឲ្យទៅខាងម្ចាស់គម្រោងផ្ទាល់ផងដែរតម្លៃសម្រាប់គម្រោងនេះឥឡូវកំពុងតែធ្វើការសាងសង់អញ្ចឹងថ្ងៃនេះគឺខ្ញុំសូមមកធ្វើការ review បន្តិចទៅលើប្រភេទគម្រោងដែលយើងបានធ្វើការសិក្សាប្លង់ចប់រួចរាល់អញ្ចឹងសម្រាប់ប្រភេទគម្រោងនេះគឺយើងបានទទួលទៅលើការសិក្សាប្លង់ស្ថាបត្យកម្មហើយនិងប្លង់គ្រោងគុំសំណង់ដែលហៅថាប្លង់ structural design ជាមួយនឹងប្លង់ architectural design អញ្ចឹងឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងទៅធ្វើការ review ត្រួសទៅលើប្រភេទការងារដែលយើងបានធ្វើការសិក្សាចប់រួចរាល់អញ្ចឹងសម្រាប់នេះគឺជាការងារដែលយើងបានធ្វើការ analyze ក៏ដូចជាធ្វើការ check ទៀងទាត់ទៅលើកម្មវិធី design ទៅលើកម្មវិធី ETABS ដើម្បី analyze ទៅលើ element របស់ structure ទៅលើភាពជាប់ភាពដាបរបស់គ្រោងគុំសំណង់របស់យើងហើយតម្លៃសម្រាប់ការងារនេះវិញគឺយើងធ្វើការ render ប្លង់ទៅលើប្លង់architectural ជាមួយនឹងគំនូរប្លង់ 3D ទៅលើការងារប្លង់ SketchUp ដែលយើងបានធ្វើការដំឡើងនិងធ្វើការសិក្សាជាមួយនឹងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងឥឡូវនេះខ្ញុំនឹងទៅធ្វើការបើកត្រួសក៏ដូចជាទៅនិយាយត្រួសទៅលើប្រភេទនិងទំហំទៅលើការងារផ្ទះនេះផងដែរអញ្ចឹងសម្រាប់ផ្ទះវីឡាតូលនេះគឺមានទំហំ8គុណជាមួយនឹង14ម៉ែត្រដែលយើងមានកន្លែងកាច់ L ដែលយើងមានកន្លែងកាច់ L នៅផ្នែកខាងឆ្វេងនៃសាច់ផ្ទះរបស់យើងអញ្ចឹងកន្លែងនេះគឺយើងមានកន្លែងកាច់ L នៃតួផ្ទះរបស់យើងជាក់ស្ដែងអញ្ចឹងកន្លែងនេះគឺមានទំហំ1ម៉ែត្រដែលយើងកាច់ L ចេញមកផ្នែកខាងឆ្វេងនៃផ្នែកតួផ្ទះរបស់យើងអញ្ចឹងខ្ញុំនឹងទៅធ្វើការឲ្យការងារនីមួយៗចោលដើម្បីទុកតែការងារដែលយើងអាចមើលឃើញទេដើម្បីធ្វើការ detail ទៅកាន់ពុកម៉ែបងប្អូនបន្ថែមទៀតហើយមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនឬក៏បងជាងឬក៏ខាង owner ដែលគាត់កំពុងតែត្រូវធ្វើការសិក្សាប្លង់ឬក៏ចង់បានគម្រោងប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារយើងខ្ញុំបានហើយខ្ញុំមានទទួលប្រឹក្សាយោបល់ម៉ូដប្លង់ទទួលសិក្សាគម្រោងប្លង់ទៅលើប្លង់ architectural ហើយនឹងប្លង់ structural ផងដែរហើយមួយទៀតយើងមានទទួលធ្វើការកែលម្អនិងធ្វើការ decor ផងដែរទៅលើការងាររបស់បងប្អូនតែបងប្អូនចង់បានអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការលម្អិតទៅលើប្រភេទការងារដែលយើងបានធ្វើការសិក្សាប្លង់ចប់អញ្ចឹងសម្រាប់ការងារនេះគឺខ្ញុំសូមធ្វើការហៃចោលទៅលើការងារដំបូងរបស់យើងអញ្ចឹងនៅពេលដែលការងារដែលយើងនៅសល់គឺយើងនៅសល់ការងារ detail ទៅលើការងារគ្រោងបង្គំដំបូងឬក៏ហៅថា roof structure ទៅលើប្រភេទគម្រោងមួយហ្នឹងអញ្ចឹងខ្ញុំសូមធ្វើការហៃចោលមួយចំនួនទៀតបន្ទាប់ពីយើងធ្វើការហៃចោលទាំងអស់គឺយើងទទួលបាននៅការងារ structure មួយដែលយើងអាចមើលឃើញទៅលើការងារជាក់ស្ដែងក៏ប៉ុន្តែសួរថាជាប់ឬក៏មិនជាប់គឺយើងអត់ focus ទៅលើការងារហ្នឹងទេគឺយើងត្រូវធ្វើការ check analyze ទៅលើកម្មវិធី ETABS ហើយនឹងធ្វើការ check ទៀងទាត់ជាមួយនឹងការគណនាដៃផងដែរអញ្ចឹងខ្ញុំនឹងទៅធ្វើការលម្អិតទៅលើការងារប្លង់របស់យើងមួយចំនួនទៀតអញ្ចឹងដែលនៅក្នុងនោះគឺយើងមានទៅលើការងារប្លង់ AutoCAD ដែលយើងធ្វើការសិក្សានិងយើងធ្វើការគូសទៅលម្អិតការងារទាំងអស់ហ្នឹងដែលយើងបានធ្វើការលម្អិតទាំងការងារប្លង់ elevation ដែលយើងបានធ្វើការសិក្សាហើយនឹងមានការងារគំនូរការងារប្លង់បាតការងារប្លង់ជញ្ជាំងឥដ្ឋពាក់ព័ន្ធជាមួយនឹងការងារ detail ទៅតាម element មួយចំនួនដូចជាការងារទ្វារការងារបង្អួចពាក់ព័ន្ធនេះគឺជាការងារ cut section ទៅតាមផ្នែកនីមួយៗអញ្ចឹងយើងមាន section កាត់មកគឺយើង detail លម្អិតស្អាតមែនតើទៅលើការងាររបស់យើងលម្អិតទាំងអស់ដើម្បីឲ្យម្ចាស់គម្រោងឬក៏ខាងបងជាងហ្នឹងគាត់យកទៅធ្វើការសាងសង់ងាយស្រួលក្នុងការ check មើលទៅលើការងារប្លង់ជាក់ស្ដែងផងដែរនេះគ្រាន់តែជាការងារមួយចំនួនទេពុកម៉ែបងប្អូនទាំងអស់គ្នាយើងមានការងារសិក្សាទៅលើដំបូលអីទាំងអស់យើងសិក្សាទាំងអស់លើការគូសលម្អិតការគូស detail ទៅលើការងាររបស់យើងផ្ទាល់ផងដែរអញ្ចឹងខ្ញុំនឹងទៅបើកមួយទៀតទៅលើការងារ structure របស់យើងដែលយើងធ្វើការគូសហើយយើងធ្វើការភ្ជាប់ជាមួយនឹងកម្មវិធីដែលយើងធ្វើការ analyze ផ្ទាល់ផងដែរយើងសិក្សាទៅលើទំហំជើងតាំងរបស់យើង
shop drawing ទៅលើការងាររបស់វាចំនួនសរសៃដែកទំហំសរសៃដែកហើយនឹងមុខកាត់ការងារមួយដែលយើងបានធ្វើការលម្អិតហ្នឹងបន្តមកទៀតគឺយើងមានអំពីពំនូកាត់សរសៃដែកទៅលើការងារធ្នឹមដែលយើងបានធ្វើការ shop drawing និងធ្វើការ detail លម្អិតទៅលើការងារទាំងអស់នោះផ្ទាល់ផងដែរអញ្ចឹងមានថាបងជាងដែលគាត់យកទៅធ្វើការសាងសង់គឺអត់ពិបាកនៅក្នុងការពិនិត្យមើលទៅលើគម្រោងទាំងនោះទេគឺយើងមានទាំងអស់អញ្ចឹងសម្រាប់ខ្ញុំដូចជាអត់មានអីច្រើនទេគឺខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដាននៅវីដេអូរបស់ខ្ញុំផ្ទាល់ផងដែរហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនឬក៏បងជាងឬក៏ខាង subcontractor ដែលគាត់មានតម្រូវការក្នុងការសិក្សាប្លង់អាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទដែលខ្ញុំភ្ជាប់នៅលើវីដេអូនេះក៏ដូចជាតាមរយៈ link Telegram ឬក៏ QR Telegram របស់ខ្ញុំផ្ទាល់ផងដែរអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំសូមអរគុណ